សួស្តីបងប្អូនសុំសួរមួយបងប្អូនទាំងអស់គ្នាស្រឡាញ់លុយអត់ចម្លើយគឺប្រកាសជាស្រឡាញ់ចុះបើស្រឡាញ់លុយហេតុអីបានជាយើងចូលចិត្តយកលុយទៅបោះចោលជារៀងរាល់ថ្ងៃនេះខ្ញុំសូមនិយាយពីរឿងសៀវភៅ Rich Dad Poor Dad មកជាភាសាសាមញ្ញបំផុតគឺរឿងអ្នករកលុយនិងអ្នកស៊ីលុយបើយើងយល់តែពីចំណុចនេះគេថាជីវិតយើងអាចនឹងប្រសើរហើយមានលុយសល់ប្រហែលជាច្រើនជាងមុនឥឡូវបងប្អូនយើងកុំគិតស្មុគស្មាញបែបសេដ្ឋកិច្ចអីយើងមកស្ដាប់ឧទាហរណ៍បែបងាយៗរឿងមេមាន់និងសត្វចិញ្ចឹមទី1ខ្ញុំឆាត់ទុកថាតកគឺដូចជាមេមាន់អញ្ចឹងមានន័យថាយើងទិញវាមកយើងចិញ្ចឹមវាយើងឲ្យចំណីវារាល់ថ្ងៃហើយវាពងឲ្យយើងវិញរាល់ថ្ងៃដូចគ្នាយើងអាចយកពងនោះមកញ៉ាំឬក៏យកទៅលក់បានលុយទៀតទោះបីជាយើងដេកលក់ក៏មាន់នៅតែមានពងដែរអញ្ចឹងយើងចាត់ទុកថាមេមាន់គឺដូចជាទ្រព្យយើងមានថាយើងទិញវាមកហើយវាជួយរលុយឲ្យយើងបន្ថែមទី2យើងចាត់ទុកថាបំណុលគឺដូចជាសត្វចិញ្ចឹមអញ្ចឹងនិយាយមកដល់ត្រង់ចំណុចហ្នឹងខ្ញុំសូមអធិស្ឋានបងប្អូនទាំងអស់គ្នាអ្នកដែលស្រឡាញ់សត្វជាមុនសិនខ្ញុំមិនមែនឲ្យបងប្អូនឈប់ស្រឡាញ់សត្វទេខ្ញុំក៏ស្រឡាញ់សត្វដែរប៉ុន្តែនេះគឺគ្រាន់តែជាឧទាហរណ៍ប្រៀបធៀបរឿងលុយដើម្បីឲ្យវាសាមញ្ញហើយងាយយល់តែប៉ុណ្្នឹងទេរឿងគឺវាអញ្ចឹងបងប្អូននៅពេលដែលយើងទិញសត្វចិញ្ចឹមមកយើងឲ្យចំណីវាហើយយើងត្រូវងូតទឹកឲ្យវាពេលដែលវាឈឺយើងត្រូវជូនវាទៅពេទ្យវាអត់ដែលពងឲ្យយើងទេវាចាំតែហាមាត់ស៊ីលុយយើងតែប៉ុណ្្នឹងឯងអញ្ចឹងនៅក្នុងន័យសេដ្ឋកិច្ចនឹងគឺជាបំណុលមានន័យថាយើងទិញរបស់ហ្នឹងមកហើយរបស់ហ្នឹងអត់បានជួយរលួយឲ្យយើងទេប៉ុន្តែវាជួយចាយលុយរបស់យើងជាប្រចាំទៅវិញតោះអញ្ចឹងយើងមកមើលពីរបស់ដែលយើងមើលឃើញប្រចាំថ្ងៃវិញគឺម៉ូតូមនុស្សភាគច្រើនគិតថាមានម៉ូតូមួយម៉ូតូហ្នឹងគឺជាទ្រព្យហើយប៉ុន្តែការពិតមិនអញ្ចឹងទេបងប្អូនវាមានពីរករណីទី1បើសិនបើបងប្អូនទិញម៉ូតូស៊េរីថ្មីតម្លៃវា$3,000ប៉ុន្តែគ្រាន់តែជិះទៅធ្វើការឬក៏បអួតស្រីអញ្ចឹងម៉ូតូនោះគឺជាបំណុលមិនជាទ្រព្យទេព្រោះអីព្រោះរាល់ថ្ងៃបងប្អូនត្រូវចំណាយចាក់សាំងបដូរប្រេងហើយបើលក់វិញអាចខាតទៅដល់ជិតពាក់កណ្ដាលអញ្ចឹងបានន័យថាម៉ូតូហ្នឹងគឺវាស៊ីលុយវាអត់បានចំណេញអីទេប៉ុន្តែនៅក្នុងករណីទី2បើសិនបើបងប្អូនទិញម៉ូតូដដែលហ្នឹងប៉ុន្តែបងប្អូនយកទៅរត់ pass up ឬក៏រកទៅរត់ដឹកជញ្ជូនអញ្ចឹងម៉ូតូហ្នឹងវាคล้ายទៅជាទ្រព្យវិញព្រោះវាចេញទៅរកលុយឲ្យយើងហើយរលុយឲ្យយើងបានប្រចាំថ្ងៃសរុបមកបងប្អូនរបស់តែមួយទេប៉ុន្តែវាអាចជាទ្រព្យផងវាអាចជាបំណុលផងវាអាស្រ័យលើថាតើវាជួយរលុយឲ្យបងប្អូនឬក៏វាជួយចាយលុយបងប្អូនអញ្ចឹងតើអ្នកដែលគេចេះប្រើលុយគេធ្វើម៉េចបងប្អូនអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុគេណែនាំថាគេអត់យកលុយហ្នឹងទៅទិញរបស់ស៊ីលុយភ្លាមទេគេយកលុយហ្នឹងទៅទិញមេមាន់សិនដែលជាទ្រព្យសិនពេលដែលមេមាន់ហ្នឹងបានពងច្រើនគេយកពងមាន់ហ្នឹងទៅលក់យកប្រាក់ចំណេញអញ្ចឹងគេយកប្រាក់ចំណេញហ្នឹងទៅទិញទូរស័ព្ទស៊េរីថ្មីឬក៏ទិញឡានអីចឹងទៅចំណែកឯអ្នកដែលអត់ទាន់យល់ពីលុយវិញគឺគេតែងតែយកញើសឈាមរបស់ខ្លួនឯងទៅទិញរបស់ស៊ីលុយភ្លាមអញ្ចឹងជីវិតគឺពិបាកសន្លុយដូច្នេះបើបងប្អូនចង់មានសេរីភាពផ្នែកហិរញ្ញវត្ថុសូមកុំទាន់អាលទិញរបស់ដែលស៊ីលុយយើងភ្លាមអីយកលុយហ្នឹងទៅបង្កើតមុខរបរឬក៏វិនិយោគលើអីដែលចំណេញសិនចាំយកការប្រាក់ហ្នឹងមកចាយតាមកាលអាហ្នឹងទើបគេហៅថាការចេះចាយលុយបែបឆ្លាតអញ្ចឹងបងប្អូនសាកឆែកមើលទៅក្នុងផ្ទះបងប្អូនទៅតើមានរបស់ណាខ្លះជាមេមាន់ដែលចាប់ទុកថាជាទ្រព្យហ្នឹងហើយរបស់ណាខ្លះជាបំណុលឬក៏ជារបស់ស៊ីលុយមានន័យថាស៊ីជាប្រចាំអញ្ចឹងបើមើលទៅឃើញតែរបស់ស៊ីលុយពេញផ្ទះប្រយ័ត្នដាច់លុយចាយចុងខែអញ្ចឹងបងប្អូនឆែកមើលឡើងវិញទៅហើយយកទៅរៀបចំឡើងវិញទៅអរគុណបងប្អូនសម្រាប់ការទស្សនានិងស្ដាប់វីដេអូរបស់ខ្ញុំយើងជួបគ្នានៅវីដេអូក្រោយជាមួយ Sing for You Bye bye